Hanabi គឺជា Hero Dark System ឬក៏ Player ជា Dark System តាមពិតទៅអ្នកគ្នានៅក្នុង Mobile Legends ហ្នឹងគឺគ្មាន Hero Dark System ទេអ្នកគ្នាគឺមានតែ Player ខ្លួនឯងទេដែលលេងហ្នឹងជា Dark System ហ្នឹងឯងមនុស្សមួយចំនួនធំគេតែងតែគិតថា Hanabi ហ្នឹងជា Dark System ដោយសារអីដោយសារតែពួកគាត់ហ្នឹងតែងតែបានឃើញហ្នឹង Hero Hanabi ដើរចូល Turret ដោយគេស៊ីឬក៏ដើរ Fit គេពេញហ្នឹងចឹងទៅប៉ុន្តែអាហ្នឹងគឺគ្រាន់ជាមួយផ្នែកទូដែលអ្នកគ្នាបានឃើញទេបើសិនជាអ្នកគ្នាមើលមួយផ្នែកទៀតដែរបានដឹងថា Hanabi ហ្នឹងជាអំមួយដែលខ្លាំងចឹងទៅ Hanabi ហ្នឹងគឺជាអំដូចតែគេដូចតែឯងហ្នឹងវាគ្មានតែ Dark System អីទេបើចង់ដូច Dark System គឺដូច3អ្នកហ្នឹងចឹងអ្នកគ្នាគឺ3អ្នកហ្នឹងគឺ Dark System ពិតៗហ្មងពីមិនដែរអាណាមកផ្លូវដើរដល់3អ្នកបើថាដើរតែម្ដងតែមិនថាទេដើររហូតហ្មងអាហ្នឹងបានគេហៅថា Dark System ពិតៗអញ្ចឹងឲ្យឈប់យកច្រឡំទៅថា Hanabi ហ្នឹងគឺជា Hero Dark System គឺគ្មានទេអ្នកគ្នាគឺតាក់ទងនឹង Player នឹងឯងគឺមិនតាក់ទងនឹង Hero ទេបើសិនជាគេចេះលេងឬក៏គេខំប្រឹងលេងគឺលេងខ្លាំងនឹងឯងណាស់តែមនុស្សមួយចំនួនតូចតើយក Hanabi មកលេងអត់កាត់តែខ្លួនឯងសោះមកបន្ទោស Hero គេហ្នឹងថា Hero Dark System អត់ចេះលេងតែខ្លួនឯងសោះហ្នឹងមកបន្ទោស Hero គេថា Hero Dark System មីម៉ងសម្រាប់ Player Hanabi ឬក៏អ្នកដៃ Hanabi ខ្លាំងអញ្ចឹងគេដឹងថា Hanabi ហ្នឹងគឺខ្លាំងចំណុចណាតែគេស្គាល់ Hero ហ្នឹងច្បាស់គឺគេនឹងអាចលេង Hero ហ្នឹងបានល្ងាយស្រួលហ្មងណាមិនអ្នកអត់ចេះលេងខ្លាំងឲ្យមកបន្ទោសគេថា Hero Dark System ទេប្រយ័ត្នថ្ងៃណាមួយលេងប៉ះ Hanabi របស់ពិតបានដឹងប្រឹងទៅ